năng ngày sụt đây nào này chân dương to mê hiện bao dương và to tiết tẹt tông từ năng bòn endocrine chân trong nói sầm khăn bao dương được ngày nó cứเปรียบ เทียบ hormone oxytocin ហើយនឹង prolactin តើវាខុសគ្នាដូចម្ដេចខ្លះអានេះធ្លាប់ចេញបាត់ដប់ហើយណាដូចជាមួយឆ្នាំឬក៏2ឆ្នាំហ្នឹងតាមខ្ញុំចាំតើកពេញ thyroid ស្ថិតនៅត្រង់ណាទីតាំងរបស់វាអានេះធ្លាប់ប្រឡងចេញបាត់ដប់ដែរhormone thyroxine បង្កឡើងពីអ្វីតើកពេញ thyroid ផលិត hormone អ្វីខ្លះបញ្ជាក់ពីនីតិរបស់ hormone នីមួយៗនឹងមានអ្វីកើតឡើងនៅពេលកង្វះជាតិអ៊ីយ៉ូតក្នុងរបបអាហារតើគេអាចបង្ការជំងឺនេះដោយរបៀបណាអូខេតោះយើងទៅទាំងអស់គ្នាអញ្ចឹងតកតងទៅនឹង oxytocin ហើយនិង prolactin លក្ខណៈខុសគ្នារបស់វាទី1គឺយើងដឹងហើយ oxytocin បញ្ចេញដោយ APP ក្រោយអាហ្នឹងក៏ខ្ញុំធ្លាប់បញ្យល់នៅវីដេអូទី8នៃកពេញអង់គ្រីនណាមានអាហ្នឹងខ្ញុំបានបញ្ជាក់ហើយអញ្ចឹងគ្រាន់តែកន្លែងនេះខ្ញុំរំលឹកមកវិញឯងអញ្ចឹងផលិតដោយមានថាបញ្ចេញដោយ EP ក្រោយប៉ុន្តែអានេះបញ្ចេញដោយ EP មុខហើយដូចគ្នាដែរ prolactin ណាផលិតដោយកោសិការបស់កពេញ EVP មុខប៉ុន្តែ oxytocin មិនមែនផលិតដោយ EP ក្រោយគឺផលិតដោយកោសិកា neuron បញ្ចេញនៃ hypothalamus ប៉ុន្តែវាស្តុកទុកក្នុង EP ក្រោយបញ្ចេញនៅពេលសម្រាលកូនអានេះបញ្ចេញក្រោយពេលសម្រាលកូនធ្វើឲ្យកពេញទឹកដោះបញ្ចេញទឹកដោះនៅពេលបំបៅដោះកូនមានថាកូនអឹមដោះអានឹងជួយឲ្យបញ្ចេញទឹកដោះហើយចឹងទៅហើយនេះបណ្ដាលឲ្យកពេញទឹកដោះលូតលាស់និងផលិតទឹកដោះនៅពេលដែលស្ត្រីគាត់ចាប់ផ្ដើមមានកូនគាត់ធ្វើឲ្យកពេញទឹកដោះនឹងលូតលាស់ហើយចាប់ផ្ដើមផលិតទឹកដោះជួយកន្ត្រាក់សាច់ដុំស្បូនរុញទារកចេញពីស្បូននៅពេលសម្រាលកូនអានេះមាននីតិក្នុងមេតាបូលីសខ្លាញ់ហើយនឹងក្លុយស៊ីតអញ្ចឹងអានឹងលក្ខណៈខុសគ្នារបស់វាហើយគូចង់បញ្ជាក់អ្នកគ្នានៅពេលសំណួរប្រៀបធៀបអ្នកគ្នាត្រូវដាក់ឲ្យត្រូវត្រេរបស់វាអញ្ចឹងឧទាហរណ៍ផលិតដោយបញ្ចេញដោយ EP ក្រោយបញ្ចេញដោយ EP មុខឲ្យត្រូវជួរមិនត្រូវពណ៌ណាព្រោះពេលប្រឡងបាត់ដប់អ្នកគ្នាអាចសរសេរពណ៌នឹងបានទេណាអូខេអញ្ចឹងចំណុចបន្ទាប់ទៀតគឺតកតងទៅនឹងកពេញ thyroid អញ្ចឹងកពេញ thyroid ស្ថិតនៅត្រង់កយើងអាចមើលនេះរៀងដូចមេអំបៅអូខេស្ថិតនៅត្រង់កចំពីក្រោមបំពង់សម្លេងអញ្ចឹងបំពង់សម្លេងនៅលើណាបាទចំពីក្រោមបំពង់សម្លេងហើយនៅពីខាងមុខនៃបំពង់ខ្យល់អញ្ចឹងអាស៊ីតអាម៉ាណេhormone thyroxine បង្កឡើងពីអាស៊ីតអាម៉ាណេ tyrosine 2ហ្នឹងមិនមែនឈ្មោះវាណា2ហ្នឹងគឺចំនួន2អាស៊ីតអាម៉ាណេ tyrosine អាហ្នឹងស្ថិតនៅក្នុងអាស៊ីតអាម៉ាណេស្តង់ដា tyrosine ចំនួន2ដែលភ្ជាប់នឹងអាតូមអ៊ីយ៉ូត4មានថាមានអ៊ីយ៉ូតចំនួន4អញ្ចឹងមានថា hormone thyroxine ផលិតបានតើតើមានជាតិអ៊ីយ៉ូតអាហ្នឹងបើយើងនិយាយថាខ្វះជាតិអ៊ីយ៉ូតតើវាមានបញ្ហាអ្វីកើតឡើងបន្តទៀតអញ្ចឹងទៅណាអញ្ចឹងអត់ប្រវាឯអ្នកគ្នាដូចគូបញ្ជាក់អញ្ចឹងសំខាន់យើងមើលរូបឲ្យយល់ទៅវាយើងអាចនិយាយបានទីតាំងរបស់កពេញហ្នឹងហើយឃើញទេយើងចាំយើងសម័យឲ្យចេញអញ្ចឹងទៅហើយបន្ទាប់មកកពេញthyroid ហ្នឹងផលិត hormone ចំនួន2គឺ hormone thyroxine ហើយនិង calcitonin ហ្នឹងគឺ calcium ហ្នឹងឯណាបាទអញ្ចឹងមានថា calcitonin តម្រូវអត្រាកាល់ស្យូមនៅក្នុងឈាមនៅពេលដែលកាល់ស្យូមកើនឡើងនៅក្នុងឈាមវានឹងចាប់យកកាល់ស្យូមពីឈាមទៅស្តុកក្នុងឆ្អឹងអ្នកគ្នានៅចាំហើយវ័យកុមារភាពនៅពេលដែលចាស់គាត់តែងប្រាប់យើងថាយើងផឹកទឹកដោះគោទៅជួយឲ្យឆ្អឹងយើងរឹងមាំហេតុអីបានអញ្ចឹងព្រោះនៅពេលដែលយើងញ៉ាំទឹកដោះគោពេលយើងផឹកទៅទឹកដោះគោវានឹងកើនឡើងអាជាតិកាល់ស្យូមនៅក្នុងឆ្អឹងអញ្ចឹងនៅពេលដែលសំទោសនៅក្នុងឈាមអញ្ចឹងនៅពេលដែលទឹកដោះគោវាមានជាតិកាល់ស្យូមនឹងធ្វើឲ្យកើនឡើងក្នុងឈាមអញ្ចឹងកាល់ស្យូមដែលកើនក្នុងឈាមវានឹងយកពីឈាមទៅស្តុកទុកក្នុងឆ្អឹងអញ្ចឹងមានន័យថាធ្វើឲ្យឆ្អឹងរបស់អ្នកគ្នារឹងមាំហើយមួយទៀត hormone thyroxine បង្កើនអត្រាមេតាបូលីសបាទប្រូតេអ៊ីនក្លូស៊ីតហើយនឹងខ្លាញ់យើងដឹងហើយមេតាបូលីសមានថាជំរុញប្រតិកម្មគីមីផ្សេងណាបើយើងនិយាយយមន័យមេតាបូលីសជាប្រតិកម្មគីមីផ្សេងដែលកើតឡើងក្នុងកោសិកានៃសត្វពេញកាយប៉ុន្តែចង់បញ្ជាក់ថា hormone thyroxine ហ្នឹងវាមានតួនាទីលើសពីនឹងបន្តទៀតវាមិនមែនមានតែប៉ុណ្្នឹងទេហើយក្នុងន័យពេទ្យពេលខ្លះគេថា T3 T4 hormone thyroxine ហ្នឹងឬក៏ពេលខ្លះគេហៅថាhormone thyroid របស់កពេញ thyroid ហ្នឹងហ្មងប៉ុន្តែក្នុងសភៅគោលទី12របស់យើងដាក់ថាhormone thyroxine អញ្ចឹងនីតិរបស់ hormone thyroxine ហ្នឹងគឺច្រើនគូចង់បញ្ជាក់ណា hormone របស់ thyroxine គឺអា T3 T4 ហ្នឹងនីតិរបស់វាគឺតាក់ទងទៅនឹងheart function មានន័យថាការកន្ត្រាក់របស់បេះដូង
មានថាជួយឲ្យបេះដូងយើងលោតតិចឬក៏ច្រើននៅពេលដែលអរម៉ូនទីរ៉ុកស៊ីនហ្នឹងវាបញ្ចេញតិចឬក៏ច្រើនអញ្ចឹងទៅហើយមួយទៀតតកតងទៅនឹងការរំលាយអាហារជួយក្នុងការរំលាយអាហារក៏អរម៉ូនទីរ៉ុកស៊ីននឹងដែរការលូតលាស់នៃខួរក្បាលហើយនឹងប្រព័ន្ធប្រសាទរបស់យើងអញ្ចឹងទៅសុខភាពឆ្អឹងឬក៏ការកន្ត្រាក់នៃសាច់ដុំផងដែរគូចង់បញ្ជាក់បន្តិចតកតងទៅនឹងការផលិតអរម៉ូនទីរ៉ុកស៊ីនហ្នឹងរាល់ថ្ងៃគេអត់ខ្លាចដោយជំងឺពកវាធម្មតាជំងឺពកមិនសូវជាមានឥឡូវដោយសារកពេញទីរ៉ាអ៊ីតហ្នឹងយើងមានរបបអាហារជាតិអ៊ីយ៉ូតដូចជាអំបិលអ៊ីយ៉ូតយើងមានគ្រឿងសមុទ្រដែលមានជាតិអ៊ីយ៉ូតអីផ្សេងៗនៅក្នុងហ្នឹងហើយអញ្ចឹងយើងញ៉ាំតែហ្នឹងទៅយើងញ៉ាំតែអាហារដែលមានជាតិអ៊ីយ៉ូតយើងអត់ពកឯងប៉ុន្តែគេខ្លាចមហារីកកពេញទីរ៉ាអ៊ីតឬក៏ពេលខ្លះការផលិតអរម៉ូនទីរ៉ុកស៊ីនហើយនឹងការស៊ីតានីនទីរ៉ុកស៊ីនហ្នឹងតិចពេកឬក៏ច្រើនពេកវាបង្កជាបញ្ហាឧទាហរណ៍ដូចជាការផលិតអរម៉ូនទីរ៉ុកស៊ីនច្រើនពេកមនុស្សហ្នឹងនឹងធ្វើឲ្យបេះដូងគាត់លោតខុសពីធម្មតាមានលឿនឧទាហរណ៍120យើងអាចមើលនៅក្នុងនាឡិកាយើងទៅល្បឿនរបស់វាណាបាទ120ក្នុង1នាទីអញ្ចឹងលោតញាប់ជាងធម្មតាយើងតែ70អីអញ្ចឹងគាត់អាចលោត120អីអញ្ចឹងគាត់យូរគាត់ហត់អានឹងអត់បានទេផលិតអរម៉ូននឹងច្រើនពេកអានឹងគាត់នៅគ្រូឧទាហរណ៍មួយឬក៏ពេលខ្លះផលិតច្រើនពេកភ្នែកគាត់រៀងលៀនអីចឹងតែឧទាហរណ៍ហើយបើសិនជាផលិតអរម៉ូនទីរ៉ុកស៊ីនហ្នឹងឧទាហរណ៍តិចពេកអ្នកដែលហូបបន្លែឬក៏អីចឹងណាពេលខ្លះគាត់បាត់ជើងមកវិញឃើញចេញបន្លែហ្នឹងចេញអីមកវិញចឹងទៅអានឹងជាទូទៅហើយបើសិនជាឧទាហរណ៍ទីរក់ទៀតបើសិនជាស្ត្រីគាត់ផលិតអរម៉ូនទីរ៉ុកស៊ីនហ្នឹងតិចពេកអាហ្នឹងក៏ប៉ះពាល់ទៅលើការលូតលាស់នៃខួរក្បាលរបស់ទារកឬក៏អីចឹងទៅអាហ្នឹងគូចង់ឧទាហរណ៍តាក់ទងការផលិតអរម៉ូនទីរ៉ុកស៊ីនតិចឬក៏ច្រើនពេកអាហ្នឹងត្រូវធ្វើការវិភាគឈាមឬក៏តេស្តមិនដែរយើងគិតថាយើងមានរោគសញ្ញាចឹងអត់ឬក៏មិនអាហ្នឹងចឹងណាអូខេចឹងចំណុចបន្ទាប់ទៀតគឺនៅពេលដែលកង្វះជាតិអ៊ីយ៉ូតវាធ្វើឲ្យកពេញទីរ៉ាអ៊ីតប៉ោងដែលបណ្ដាលឲ្យកើតជំងឺពកមិនពកដោយកុហកគេណាប៉ុន្តែគេអត់ឲ្យយើងកុហកគេព្រោះកុហកគេអត់ជឿយើងអត់មានតម្លៃទៀតទេអញ្ចឹងជីវិតទៅកុហកគេម្ដងអត់អីពីរបីដងគឺគេលែងជឿយើងមានថាយើងអត់មានតម្លៃសម្រាប់គេជឿទៀតទេអញ្ចឹងកពេញទីរ៉ាអ៊ីតវាប៉ោងអានឹងយើងកើតជំងឺពកប៉ុន្តែដូចគ្រូថាយើងអាចញ៉ាំត្រីអាហារសមុទ្រផ្សេងឬក៏អំបិលអ៊ីយ៉ូតមានថាមិនអកអំបិលហ្នឹងយ៉ាត់ទឹកនោមប្រៃយើងញ៉ាំតាមរបបអាហារយើងស្លឬក៏ធ្វើម្ហូបអីផ្សេងជាក់ស្ដែងអញ្ចឹងទៅណាអូខេអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបន្តទៀត